มันก็อดเคยช่างจบสันเมื่อยังไม่ไปอ้อยนาเคลียร์ตัวบ้านไหนตัวบ้านหรอครูบ้านสัปดาห์นี้ชิสัปดาห์ที่พรำชิสัปดาห์จงคราวในการจูบในตามออนไลน์โดยเฉพาะช่วงมันจะมีการด้ามกับปิดนี่คือยังจูบตัวเลยกำที่แต่จูบตัวประเด็นหนึ่งถือไม่เช่นสัปดาห์นี้ยังเรียนปีปัจจุบันนั่งสถิติปีกันนี้ยังทลอบเรียนในแต่ยังทลอบสอนการนะคือยังcha là cô bây giờ nó không tha tầm tán nó tha vậy để những ta có bây giờ nó thời câu ấy nhưng mà đang nhớ là cô thấyทจะสถิติđôi khi là cô ta bắt nhóm sắp đá nó nhóm thời chụp hiện mới là cô quay và nhóm đâu bên ta hiện phật vậy nhé tại lư tha sắp đá là cô trong khói nhóm nơi hiện là mà sắp đá là nhà hai là vi mẹ này ở đây là cô nhóm ăn sắm bát trong bờ đời xa chia đời xa bên mũi con mời trong ta có từ đâu từ pe phật chứ mấy cái tao pe phật quên tia đấy đời xa tại phụ nhóm friends về ngày nên chẳng kỳ ai tới online thì tập quên được cô cho bây giờ online khẩu bói mà cho chẳng nhưng mà đang đái tại còn ta cao phiệt pe phật ta lẹ mai hay phật mấy hiền pe phật đây này còn chẳng mình bán hiện pi đo mà chẳng pe phật mấy ta hiện pe phật mong cô ở group xã khơi hiện khỏi nè cô tầm mà mê hiện lắm cô ta lấy dương to tiết ở bây cái nét bà dương luôn bên lùng noam cùng rú cần sau bây cái nét là bách ăn vót trong ca cái ăn nế hay thể tế bên lùng noam cùng rú bọc hết ba cùng rú có thật xe cho lõm ở nhà cầu này và bọc hết này crab nâng ca bọ sài crab rụt phiếp crab thật xó crab xái crab lật một số mê dán một mà đâyคือมิตรกาบ่យើងហើយឥឡូវនេះនេះគឺគាត់ណានិយាយពីលទ្ធផលរំពឹងទុកនៃចំណេះដឹងហ្នឹងអញ្ចឹងយើងក្រោយពីបញ្ចប់មុខវិជ្ជានេះយើងអាចធ្វើអីបានខ្លះណាពេជ្រគណិតបាទយើងចូលផ្នែកពេជ្រគណិតហ្មងទៅដែលមានលំនាំគំរូមានកន្សោមពេជ្រគណិតកន្សោមពេជ្រគណិតគឺសំដៅទៅលើការតាំងរបស់លេខជាអក្សរការពិតទៅនៅថ្នាក់យើងហ្នឹងថ្នាក់ទី1ដល់ទី6ហ្នឹងវាមិនជាធ្ងន់ធ្ងរអីទេបាទមិនធ្ងន់ធ្ងរអីទេល្បិចក្នុងការកណនា slide នេះទាំងអស់ប្រហែលទំព័រគ្នាយើង76ទំព័រលោកគ្រូបាទ76បើយើងគិតទៅដូចជាទោះ3ម៉ោងក៏មិនចប់ដែរមែនទេព្រោះមិនរឿងតើនិយាយគ្នាមិនមែនសោតយកណាមិនអញ្ចឹងហ៎ណាគ្នាយើងចាលោកគ្រូធ្លាប់រៀនពីលំនាំគំរូឯងធ្លាប់ឮឯលំនាំគំរូហ្នឹងធ្លាប់លោកគ្រូធ្លាប់ណាទី2មានលោកគ្រូបាទទី2មានឥឡូវយើងតើលំនាំគំរូនៅក្នុងនេះវាយ៉ាងម៉េចហើយមួយទៀតអ្នកទាំងអស់គ្នាខ្ញុំសូមអញ្ចឹងបន្តិចបើសិនជាខ្ញុំដូចជាយឺតយ៉ាវក្នុងការដែលខ្ញុំបញ្ជូនកិច្ចការឲ្យក៏ដូចជាslide អីអ្នកនរគ្នាអាចប្រាប់ខ្ញុំផងព្រោះជួនកាលខ្ញុំភ្លេចដែរព្រោះវាច្រើនពេកតោះនេះជំរាបសួរលោកគ្រូខ្ញុំសុំសួរតិចលោកគ្រូតាក់ទងកាលពីសប្តាហ៍មុនរង្វាស់ហ្នឹងមានកិច្ចការនៅខាងចុងលំហាត់ខាងចុងមេរៀនខាងចុង slide មែនលោកគ្រូរង្វាស់ដូចជាមានតែហោដោយសារតែខ្ញុំឃើញនៅខាងចុង slide ហ្នឹងគឺមាន
ដូចជា3 4លំហាត់លោកគ្រូប៉ុន្តែអត់ជាក់ មែនទេ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 ណាអញ្ចឹងមានន័យថាយើងវល់ហ្នឹងខ្ញុំអត់តន់ឲ្យដែរក្រុមយើងហ្នឹង ចាលោកគ្រូនៅ មានអាផ្សេងអញ្ចឹងខ្ញុំនឹងឲ្យក្រុមណាទេអញ្ចឹងនោះទឹកមិញខ្ញុំរៀបទៅបំពេញហ្នឹងខ្ញុំមានតម្លាក់ទាំងក្រុមណាអញ្ចឹង ចាលោកគ្រូ ណាអត់អេចាំនេះមិនជួយរំលឹកខ្ញុំផងហើយមួយទៀតចុងក្រោយដែរខ្ញុំប្រាំបន្តិចខ្ញុំមានសៀវភៅប៉ុន្តែសៀវភៅជាភាសាអង់គ្លេសទេពីទី1ដល់ទី6គឺសៀវភៅដែលជប៉ុនគាត់យកទៅរៀនសិស្សរបស់គាត់ខ្ញុំបានមកពីខាងជប៉ុនទេឃើញពូហាក់ slide នេះក៏បកពីជប៉ុននឹងដែរតាមខ្ញុំមើលទៅអញ្ចឹងគឺបើសិនជាអ្នកទាំងអស់គ្នាចង់បានខ្ញុំនឹងទម្លាក់ចូលនៅក្នុងក្រុម Telegram គ្នាយើងឲ្យណា ចាលោកគ្រូចា តែបើអត់ចាំទេក៏អត់ទៅណាអត់ទេតើឥឡូវខ្ញុំរំលឹកបន្តិចចិត្តអ្នកផ្សេងទៀតស្ដាប់ជំនឿច្បាស់ហើយនេះ បាទលឺច្បាស់លោកគ្រូ លើច្បាស់លោកគ្រូលើ បាទលោកគ្រូបាទឥឡូវមើលរំលឹកតែនេះតកតងលំនាំគំរូហើយអ្នកទាំងអស់គ្នាសូមមើលនេះបន្តិចក្របឈើគូសបង្កើតជាការ៉េដូចរូបអញ្ចឹងការ៉េទាំងអស់មានប៉ុន្មានលោកគ្រូមើល មាន4លោកគ្រូ 4នេះច្រក មាន4លោកគ្រូ ហើយគេយកក្របឈើគូសយកទៅបង្កើតតើគេត្រូវប្រើក្របឈើគូសចំនួនប៉ុន្មានហើយបញ្យល់ថាហេតុអ្វីបានជាគេគិតតាមកន្សោមដូចខាងក្រោមឥឡូវលោកគ្រូគិតមើលថាតើគេយកក្របឈើគូសយកទៅតើគេត្រូវប្រើក្របឈើគូសចំនួនប៉ុន្មានដើម្បីបង្កើតបានជាការ៉េដូចនេះក្នុងរូបនេះលោកគ្រូគិតតិចមើលបាទហ្នឹងនេះអញ្ចឹងមកខ្ញុំប្រាប់ថាយើងការពិតយើងត្រូវជួបគ្នាផ្ទាល់ខ្ញុំសោកស្ដាយមែនទែនបើយើងបានជួបផ្ទាល់យើងល្អ 13លោកគ្រូ13 បាទឥឡូវជើងគូទាំងអស់គាត់ថា13បាទហើយសួរថាហេតុអីបានជាគិតតាមចេះគិតតាម1 + 3 × 4ហើយមួយទៀតគាត់គិតថា4 + ឲ្យ3 × ឲ្យ4ដក1អាហ្នឹងយើងគិតគិតអញ្ចឹងសាគិតបន្តិចមកមូលហេតុអីបាទសុំពេល5នាទីសុំគិតសិន
Ôi khởi bố em ăn nó khơi mau khuyên cũng gọi cũng phải nghe nó ai nói ra mặn ngay rồi là trong những tờ điện tăng được rồi tờ điện này nó chắc con bố đây tờ điện là các phụ nữ cao là phụ nữ và họ tất cả nó mình phải hay nó là cũng cần gặp được nhiều gặp mình không nó phải như là cái phần còn là để tay làm bay của việc khai cái tài sản thì tôi rồi dương lên là không từ mai nó bộ đang lỗ sụt đấy bây giờ sụt đấy lưỡi cô lư cô ba là lư ai bị chôn mù hai ba đấy đang là đọc bay á lấy bờ ai bị chôn mù hai ba nó Tí môi mẹ nó khổ là cô này cứu tên nào ơi nơi nó khổ nó ai chôn mù là hai ba đấy mua là hai tí muối đi tam nhung cái đó là lục bạn biết ấy muối bột bay con đừng buồn nó nhung cái tha thì mau bị ấy muối nó bên đây than tặng ó nắng bởi dương ao việc đặt bài một từ bạn bờ sân chỉ dương đo buồn cái nắng việc bay tặng ó buồn cái để bị cho khi nắng vì chỉ có bay cùng bàn to kia tới chẳng việc khoa môi tiết đầm bay và khục ở riêng tới chỉ đôi đàng mình chẳng bên đây tha bay nắng buồn đón côn và cho kia bột cho mùi này chỉ có môi tiết đầm bay bật mọt về chết tới chỉ rụt riêng năng lục hù anh là tìm mùi ok năng cầm đợt tìm mùi tìm mùi cho mà lấy mấy lục cụ na tìm mùi mấy cái đợt xây tiền ăn rồi mấy cái cầm đợt đó là cụ đài lục này giỏi sang ăn đấy rồi họ lười chăng nào
cho là cô mình tên ai là cô mình mà ghế lư ghế បាទលោកគ្រូលឺបាទ ឥឡូវខ្ញុំសូមមកទី2ណាទី2 បាទអាទី2លោកគ្រូដោយសារបាទបើតាមគំនិតខ្ញុំយើងយកមួយចង្កឹះ4ហ្នឹងមកអាការ៉េទី1ហ្នឹងគឺមានន័យថាយើងយកវាមកការ៉េដាច់មកអញ្ចឹងវាសល់3ទៀតវាអត់ពេញមកការ៉េមានន័យថាវាខ្វះជ្រុងមួយទៀតអញ្ចឹងមានន័យថាការ៉េ1ហ្នឹងដែលមានចង្កឹះ4ហ្នឹងគេដាក់វាមកដោយឡែកដល់ពេលអាចង្កឹះ3ដែលវាដាក់វាតគ្នាដូចយើងសក់ក្អីដែលខ្វះចង្កឹះមួយដាក់បន្តគ្នាហ្នឹងវាមាន3ហើយវាមានជ្រុង4ដែរប៉ុន្តែគេដកចង្កឹះមួយចេញដើម្បីយកទៅផ្គប់ជាមួយនឹងអាជ្រុងមួយទៀតរបស់ក្រែមួយទៀតដល់លោកគ្រូអញ្ចឹងមានន័យថា3គុណនឹង4ដក1លោកគ្រូ ហ្នឹងកំណត់ចាឥឡូវមានតែផ្សេងទៀតមានកំណត់ម៉េចកំណត់ផ្សេងទៀត លោកគ្រូខ្ញុំសុំចូលរួមមួយដែរប៉ុន្តែអត្ថន័យតែមួយលោកគ្រូប៉ុន្តែរបៀបបញ្យល់បើបញ្យល់កូនសិស្សខ្ញុំបញ្យល់ខុសគ្នាលោកគ្រូ បាទ តបងហើយកូនត្រូវការឲ្យក្រែ4ដែលមានទំហំជាប់គ្នាអញ្ចឹងតបងឡើយកូនយកចង្កឹះ4មកឈើគូ4មកកូនប្រៀបបន្ទឹមគ្នាទៅជាក្រែ1អញ្ចឹងក្រែបន្តទៀត3ក្រែទៀតអញ្ចឹង3ក្រែទៀតកូនមិនបាច់យកចង្កឹះ1មកគុំដើម្បីឲ្យបានក្រែកូនគ្រាន់តែយក3យកចង្កឹះនេះចង្កឹះខាងកន្លងទី2 3ខាងកន្លងទី3 3កន្លងទី4 3អញ្ចឹងក្រែ3ហ្នឹងកូនអត់យកជ្រុងតែ4ទេកូនយកជ្រុងតែ3ទេអញ្ចឹងកូនយក3គុណជាមួយនឹង4ដក1លោកគ្រូខ្ញុំចង់ចូលរួមប៉ុណ្ណឹងអូខេចំណែកផ្សេងទៀតមានកំណត់ម៉េចតោះបាទខ្ញុំរៀនថាចឹងហើយចុះខ្ញុំរៀនតែយើងพูดមួយថ្នាក់ឆថ្នាក់ឆចឹងណាឥឡូវខ្ញុំរៀនថ្នាក់ឆតើសួស្ដីអ្នកអរគ្នាឮខ្ញុំនិយាយហ៎ បាទលោកគ្រូលើ អាចតម្លាក់លីងខ្ញុំនឹងទៅឲ្យខាងណាចេះតម្លាក់លីងខ្ញុំទៅឲ្យថ្នាក់នៅថ្នាក់តួបានហ៎ថ្នាក់តួ អត់ស្គាល់សមាជិកគាត់ផងលោកគ្រូ ខ្ញុំអញ្ចឹងដល់នេះឥឡូវពូឆាតមកខ្ញុំឲ្យសួរខ្ញុំរៀនអត់ហើយខ្ញុំដឹងគិតមិន ឥឡូវអញ្ចឹងលោកគ្រូអើយលោកគ្រូជួយ copy link ហ្នឹងទៅគាត់បានទេលោកគ្រូព្រោះខ្ញុំអាចតម្លាក់ចូលក្នុងក្រុមបាន លោកគ្រូចត្រាដោយសារតែនៅក្នុងក្រុមហ្នឹងគាត់អត់មាននៅក្នុងក្រុមមួយប្រធានទេថ្នាក់តអត់មាននៅក្នុងក្រុមមួយប្រធានអញ្ចឹងណាអញ្ចឹងទៅប្រធានមុនហ្នឹងអ្នកគ្រូនីសាគាត់បានតែមកខ្ញុំដែរថាបើសិនជាមានថ្នាក់គួបជាមួយនឹងថ្នាក់តថ្នាក់អីហ្នឹងឲ្យសុំលេខអនុប្រធានថ្នាក់អីអញ្ចឹងទៅឲ្យទៅគាត់ព្រោះដោយសារអីអត់មាននៅក្នុងក្រុមប្រធានទេអត់ឃើញគាត់ជាន់ចូលក្នុងក្រុមប្រធានអញ្ចឹងណា នេះហ្នឹងចង់ថាយើង share ក្រុមយើង share link ហ្នឹងចូលនៅក្នុង Telegram របស់ឲ្យក្រុមយើងមួយលោកគ្រូហើយឲ្យលោកគ្រូ copy link ហ្នឹងផ្ញើទៅគាត់ direct មកហើយឲ្យគាត់ចែកចាយទៅគ្នាគាត់ទៅចុះបាញ់ផ្ញើ link ហ្នឹងចូលទៅក្នុងក្រុមគណិត link ដែលបាញ់តម្លាក់ចូលមកក្នុងក្រុមគ្នាយើងហ៎បាទហ្នឹងហើយខ្ញុំផ្ញើ link ហ្នឹងចូលក្នុងក្រុមគណិតហើយចាំឲ្យលោកគ្រូគាត់ share link ហ្នឹងទៅ private របស់កូនសិស្សណាតហ្មងចឹង ចាំចាចាំតិចទៅណាព្រោះឲ្យគាត់ពឹកសៀតិចហ្នឹងហើយខ្ញុំទៅមកពីពេញយកខ្ញុំចូលមកឈ្មោះណាឆោតែម្ដងលោកគ្រូខ្ញុំដាក់ link ចូលនៅក្នុងក្រុមហើយ Telegram ហើយលោកគ្រូជួយ copy នឹងឲ្យទៅពួកគាត់ទេលោកគ្រូ
Tôi thấy món xe ly lên từ ngoại gì món chọn cho mình chẳng ở lỡ dương mơ dương ai kết trẻ dương ai kết thả tí múa dương men chữ cu muối cứ cu muối á này dương men chữ cu muối tí muối ở đằng cầm đất á tí muối dương men chữ cu muối hái dương từ caประมาณchữ cu tiết 3 chữ cú tiết đầm 3 ai cùng chưa Bảy. kể bằng khổ Chẳng dương từ ca chữ cu 3 tiết đam 3 cùng chia cả rê tí muối bàn mình chăng ấy ai từ ca mà chữ cu tiết đam 3 cùng cả rê tí pi thực ra tại 3 tiết đây là khổ 7 hay từ ca ประมาณchữ cu tiết đẹp cùng cả rê tí 7 3 3 ទៀតលោកគ្រូ hay từ ca ประมาณchữ cu tiết đẹp cùng cả rê tí 4 3 ទៀត 3 លោកគ្រូ kia là khổ chẳng men này thá dương ai 3 bột nệp buồn đỏ nó cứ 3 con mán của cụ này cụ 3 គុណ4លោកគ្រូ 3 con Bảy 4 con. là khổ 3 con buồn này cả nắng cầm đất bạc nắng cầm đất tí muôi toàn đấy được cụ này cụ បាទលោកគ្រូបាទ và là khổ đó là cầm đất tí pi nó có ai kết chứ cái ai kết ta tí muôi còn men buồn chỉ cụ thì mong đam bay bạc cao ban cả đây tao bồn phèn toàn đấy បាទលោកគ្រូបាទ và chứng con kết ta con men vô chỉ cụ buồn bọc cung ở ban cả đây tí muôi chẳng nắng tí pi cả này thì pi nó đấy 3 con chỉ muôi nắng buồn này cả này thì pi cất ta còn men vô buồn chỉ cụ thèm đòn tọa máu có thử ca này anh ấy cái này thì mùi đó cái này thì pi anh ấy cái này thì muối có thử ca buồn chỉ cụ này cái này thì mùi buồn chỉ cụ sầm dây trắng mất á toàn này đó cái này thì pi có thử ca tầm màn chỉ cụ về đèn óc này តែ3យេលោកគ្រូ គាត់ធ្វើការ3លោកគ្រូ 3ទេប៉ុន្តែដោយប្រើយើងប្រើពាក្យលំនាំគំរូ3នេះដើម្បីឲ្យពាក់ព័ន្ធជាមួយនឹងជើងគូមុនខ្ញុំអាចដាក់4ដកហ្មង 4 ដក 1លោកគ្រូ 4 ដក 1លោកគ្រូ 4ដក1ដល់អាការ៉េទី3អញ្ចឹង 4 ដក 1 ដែរ បាទការ៉េទី3ចឹងត្រូវការវាត្រូវការការពិតវា3ជាគូដែរប៉ុន្តែអានេះយើងអាចសេឲ្យពាក់ព័ន្ធជាមួយនឹងចំនួនគឺគូខាងដើមគឺ4ដកហ្មង 4 ដក 1 4 ដក 1 1បាទហើយដល់ការ៉េទី4វា4ដក1អញ្ចឹងចំនួនជាគូសរុបក៏ត្រូវយកនេះ4បូកជាមួយនឹង4ដក1 4ដក1នេះ4ដក1នេះប្រមាណដងលោកគ្រូអ្នកគ្រូ 3 ដង 3 ដង 3ដ លោក ង គ្រូ អញ្ចឹង4បូកឲ្យ3គុណ4កតាដក4កតា3គុណឲ្យ4ដក1ឬ3កតា4ដក1តោះនេះលោកគ្រូអ្នកគ្រូ ចាលោកគ្រូ បាទហើយអានេះកាប់ទៅជួយយើងកាប់យើងជាលបែងមួយទេជាលបែងមួយដែលធ្វើឲ្យសិស្សនឹងគាត់មានគំនិតលោកគ្រូអានេះគឺពាក់ព័ន្ធជាមួយនឹងប្រមាណវិធីបូកមែនទេលោកគ្រូបានវិធីបូកបានវិធីដកបានវិធីគុណអញ្ចឹងអានេះលោកគ្រូអាចបរៀនគាត់ជាលបែងឲ្យមើលគិតហើយគាត់រកនេះអូខេឥឡូវលោកគ្រូមើលចេះនេះមួយទៀតគេមានរូបបង្ហាញនៅខាងស្ដាំនេះខាងស្ដាំលោកគ្រូណាបិទសលេងតិចណាអូគាត់ថាគាត់ចូលអត់បានវាយើង គាត់ចូលបានច្រើនណាស់ ចូលអត់បានតែ63នាក់ឯហ្នឹងលោកគ្រូ អូចឹងតោះជឹងតាខ្ញុំអត់ដឹងណាស់នេះព្រោះអីឃើញក៏ប្រាប់ខ្ញុំចូលបានច្រើនណាស់យើងព្យាយាមតិចអញ្ចឹងលោកគ្រូឥឡូវ
គេមានបញ្ហាមួយទៀតគឺសកម្មភាពទីមួយទៀតលំនាំគំរូដែរគាត់ក្បឿងគាត់រៀងជាត្រីកោណសម្មាំងជាអញ្ចឹងអាស្ទប់ទី1ហ្នឹងគឺបើលោកគ្រូមើលទៅស្ទប់ទី1នេះជារៀងត្រីកោណសម្មាំងតើក្បឿងរៀងត្រីកោណសម្មាំងប៉ុន្មាននៅពេលដែលអានេះខ្ញុំប្រហែលជាគាត់បកនឹងមិនសូវជានេះព្រោះដូចខ្ញុំបានបញ្ជាក់slide នេះគឺ slide របស់ខាងគេតម្រាក់ឲ្យមកបរៀនទេអញ្ចឹងបើតាមខ្ញុំយល់ការនេះគឺស្ទប់ទី1លោកគ្រូគិតថាឃើញថាគាត់ប្រើក្បឿងប្រហែលលោកគ្រូស្ទប់ទី1 1 ចុះស្ទប់ទី2 3 ស្ទប់ទី4 5 អញ្ចឹងក្នុងសំណួរទីតើនៅស្ទប់ទី21យើងប្រើក្បឿងប្រហែលមិនអញ្ចឹងហ៎បាទនេះខ្ញុំសង្ខេបន័យគេមកអញ្ចឹងលោកគ្រូសាកគិតមើលស្ទប់ទី1ប្រើក្បឿងអស់1ស្ទប់ទី2ប្រើក្បឿងអស់3ស្ទប់ទី3ប្រើក្បឿងអស់5អញ្ចឹងតាមដំណំគំរូតើស្ទប់ទី21យើងប្រើក្បឿងអស់ប៉ុន្មាន 23 ស្លឹកលោកគ្រូ 23ស្លឹកលោកគ្រូណាគិតមិនទៀតបាទស្ទប់ខ្ញុំដាក់ F1 ហ្នឹងសំណាងឲ្យស្ទប់ណាស្ទប់ទី1ត្រូវការ1មានក្បឿង1ស្ទប់ទី2ប្រហែលស្ទប់ទី2អ្នកនរគ្នា3ណាឥឡូវយើងមិនទាន់មើលលំនាំគំរូទេណាស្ទប់ទី3 5មិញហ៎5លោកអញ្ចឹងបើស្ទប់ទី4ប្រហែលច្បាស់ជា7លោកគ្រូ7ឥឡូវតាមលំនាំគំរូហ្នឹងយើងគិតថាតើបឿងនៅស្ទប់ទី21ហ្នឹងបាទ F បាទ F21 ហ្នឹងគាត់ត្រូវការក្បឿងប៉ុន្មានបាទនេះអញ្ចឹងមានន័យថាពីមួយស្ទប់ទៅមួយស្ទប់ខុសត្រូវក្បឿងប៉ុន្មានលោកគ្រូ2លោកគ្រូ ខុសគ្នា2លោកគ្រូខុសត្រូវគ្នា2អញ្ចឹងអាស្ទប់អញ្ចឹងស្ទប់ទី2នេះត្រូវការក្បឿង3ខ្ញុំអាចដាក់ថាយក1បូកឲ្យ2បានទេលោកគ្រូបានលោកគ្រូបានលោកគ្រូប៉ុន្តែអា2ហ្នឹងគឺ2ក្បឿងប៉ុន្តែវាអត់តាក់ទងជាមួយនឹងអាលេខដែលនៅទីតាំង stop ទេអញ្ចឹងខ្ញុំអាចសេបាន1បូក2កតាប2ដក1ចេះបានអត់បានលោកគ្រូបានប៉ុន្តែត្រូវឲ្យយល់ន័យថាណែអា2នេះគឺវាត្រូវនឹងលេខ stop នេះហើយអា2នេះគឺខុសត្រូវនេះហ្មងពីមួយ stop ទៅមួយ stop លោកគ្រូ2ក្បឿងបាទ2ក្បឿងដល់អា stop ទីនេះខ្ញុំអាចសេបានថា1បូក4ការពិតមែនទេបាទខ្ញុំអាចសេបាន1បូកឲ្យ2កតាប3ដកតាមពិតតាមពិតទៅ2គុណ2អញ្ចឹងហ៎ចា3ដក1បានអត់ទេឥឡូវយើងមើលចេញលំនាំគំរូអត់ចេញហើយចេញលោកគ្រូចេញហើយលោកគ្រូចេញហើយអញ្ចឹងអានេះខ្ញុំអាចសេបានថា1បូកឲ្យ2បាទតាមពិត6អញ្ចឹងលោកគ្រូណាបូក6បាទចានេះវាបូកឲ្យ2កតា4ហ្នឹងគឺអា4ហ្នឹងមានន័យថាវាស្ថិតនៅស្ទប់ទី4ណាកន្លែងហ្នឹងទី4បាទដក1ចឹងតាមលំនាំគំរូនេះខ្ញុំអាចសន្និដ្ឋានបានថានៅស្ទប់ទី21ច្បាស់ជាមួយបូកប៉ុន្មាន1បូក2កតា21ដក1ហើយមិនចឹងហ៎2ហីវាអត់ទេដូចមានអីត្រូវចែកណា40 41អញ្ចឹង1ក្បឿងទាំងអស់មានប្រមាណ41បាទនេះយើងអាចគិតបែបនេះហើយតាមពិតហើយខ្ញុំនេះគេមានគំនិតច្រើនណាលោកគ្រូនេះគំនិតនេះដូចខ្ញុំបានអញ្ចឹងណាឯកសារហ្នឹងច្បាស់ជាបកចេញពីជប៉ុនហើយសភៅជប៉ុនហើយនេះយូមីគាត់មានគំនិតថាវានឹងច្រើនពេកក្នុងការគូររូបដែលមាន24ជាន់
có thua tha trong vậy ta có tự cu rồi cục đó chọn thì màn đó stop thì màn thì phải mua chứ nghe 21លោកគ្រូ mà 21 hay là xin chi nữa có ta nhóm có bông kết ta ta dừng xạ kết vì viết đại con để mơ tại muối được pi chọn bạn đại được xây chọn rồi stop nữa nghe và chẳng hạn cái ông bây giờ mình hai này cái bây giờ dừng cái bây giờ dừng stop thì muối từ cá cái bưa muối stop thì pí bưa mãn đủ này của mình bương bao vậy បឿង3លោកគ្រូ stop thì 7 bương mãn បឿង5 5 nước chẳng hạn đi họ chặt thì buôn thì bẻ mấy chẳng tới còn cất ra đi chỉ cầm được kê chẳng ta mà vay được xong bây giờ mấy là cụ này cụ vô lấy cụ này cụ យកលោកគ្រូ បាទយល់លោកគ្រូ chẳng cầm đất bạc kế này là cụ này cụ ai tục vô tầm mơ cho toàn đấy ចាលោកគ្រូ và đời xa đấy chỉ cầm đất bạc kê nhộm ọt đi tế anh đi cụ anh mơ và cái miền lục non của bru nắng cần xong bất chỉ cần đất lúc cụ này cụ thu lọp lưng pe cần xong bất chỉ cần đất đấy ធ្លាប់លោកគ្រូ và cần xong bất cần đất cứ chia cần xong nhà mạch với lúc cụ này cụ គឺតើមានអថេនឹងអញ្ញាតគ្រូ mà lúc cụ này cụ anh nhé bán à thế à nhạt không niệm mạch lúc cụ này cụ លោកគ្រូតាមពិតទៅអថេអញ្ញាតហ្នឹងវាតែមួយតែលោកគ្រូគឺជាចំនួនដែលយើងត្រូវរកក្នុង pe សងពីកណ្ដិត chân chân dương tự du này chú bác bị ạ thê đi gặp bị ạ nhạt nên dương chọn pra được trong sớm mấy ca men này បាទលោកគ្រូ bị ạ thê dương chọn pra được trong cần sau bây giờ cần sau bị cái đất men này cần sau nó vì men ạ thê hai nângประมาณ วิธี bị cái đất bao dương nâng bột đỏ cùn chảy là bột đỏ cùn chảy ạ thế cứ sầm nào từ lửa xó để dương ở toàn score tầm lại về toàn làm dễ là cụ này cụ toàn đấy là cụ này cụ toàn làm dễ ấy ទាន់គ្រូទាន់ và chứng cần xong bây cái nết và đây cha đây dùng sông lục chảo và cần xong bây chỉ cần nết chia cần xong đài nòng nú nên ạ thế nângประมาณนี้วิธีหนึ่งประมาณวิธีបាទពេលថាអថេនេះនៅក្នុងនេះអថេគឺសំដៅបាទយ៉ាសំទោសសំដៅទៅលើអក្សរដែលគេមិនទាន់ស្គាល់តម្លៃរបស់វាតម្លៃរបស់វាឧទាហរណ៍ថា px បូក 3y អានេះវាជាកន្សោមពេជ្រកណិតហើយមិនចឹងហើយលោកគ្រូតោះនេះលោកគ្រូ បាទគ្រូ បាទទីកន្សោមពេជ្រកណិតនេះបើយើងគិតទៅវាមាន2តួមិនចឹងហ៎ បាទ បាទដែលហៅថាតួមានន័យថាវាជារបស់ដែលញែកពីគ្នាដោយសញ្ញាបូកឬសញ្ញាដកអ្នកដែលអោបនេះដោយសញ្ញាគុណនិងសញ្ញាចែកអានេះយើងគិតតែមួយតួឯពីរឬក៏ដក
7x ចាត់ទុកវាជាកន្សោមពេជ្រក្រិតទេ កន្សោមលោកគ្រូ បាទជាកន្សោមប៉ុន្តែគាត់កន្សោមហ្នឹងវាអីគេវាមានតែ មានតែមួយទូ មានតែមួយទូជាទូទៅយើងនៅថ្នាក់យើងតូចទី6ចុងនេះកន្សោមពេជ្រក្រិតគឺសំដៅទៅលើកន្សោមដែលគេហៅថាតាមកន្សោមរបស់ជាលេខឧទាហរណ៍ថាចតុកោណកែងមួយមានទទឹងវា7សង់ទីម៉ែត្រអញ្ចឹងមកហើយគេសួរផ្ទៃកលាចតុកោណកែងហ្នឹងធម្មតាផ្ទៃកលាចតុកោណកែងយើងត្រូវការអីគេ តែការបណ្ដោយនឹងទៅទឹង បណ្ដោយទៅទឹងបើឥឡូវអានេះក្នុងនេះមិញគេប្រាប់ថាអីគេ គេប្រាប់តែតឹង ទៅទឹងបាត់អីគេលោកគ្រូអ្នកគ្រូ បដោយ បាត់បដោយ អញ្ចឹងមានន័យថាបើសិនជាខ្ញុំឲ្យតម្លៃបណ្ដោយថា8 9 10ទៅខ្ញុំអាចកណែផ្ទៃវាបានទេ បាន បានលោកគ្រូ អញ្ចឹងខ្ញុំអាចតាំងអាខេមួយអក្សរមួយសម្រាប់ឲ្យអក្សរណាមួយទៅលើថាវាជាបណ្ដោយប្រហែលខ្ញុំតាំង x ជាបណ្ដោយទៅអញ្ចឹងផ្ទៃវាគឺប្រហែល x លោកគ្រូអ្នកគ្រូលោកគ្រូដូចខ្ញុំនិយាយ លោកគ្រូសុំម្ដងទៀត តែហត់ឥឡូវខ្ញុំមកតម្លៃដែលយើងឲ្យបណ្ដោយមិញវាមាន10វាមាន20មាន15ខ្ញុំធៀបអញ្ចឹងណាចេះតែឲ្យតម្លៃទៅសួរថាយើងកែរៀននៅតែឃើញនឹងអញ្ចឹងផ្ទៃវានឹងបណ្ដោយនឹងយើងចេះតែឲ្យតម្លៃទៅយើងខ្ជិលឲ្យតម្លៃយើងតាំងអក្សរណាមួយជាបណ្ដោយបើតែខ្ញុំតាំង x ជាបណ្ដោយនៃចតុកោណកែងអញ្ចឹងផ្ទៃវាស្មើនឹងប្រមាណ x លោកគ្រូ 20គុណនឹង7 ចង់និយាយថា7 គុណនឹង 7មិញហ្នឹងបដោយទៅតឹង7ហើយបដោយខ្ញុំតាំងវាដូច x អញ្ចឹងផ្ទៃវាគឺអីគេ 7x 7x អញ្ចឹងអាហ្នឹងវាបង្កើតបានកន្សោមពេជ្រក្រិតមួយហើយគាត់នេះបាទអានេះដោយសារពេលវេលាអញ្ចឹងខ្ញុំនិយាយក្តោបណានេះលោកគ្រូអ្នកគ្រូដូចនៃខ្ញុំឧទាហរណ៍អញ្ចឹងឥឡូវយើងមើលរូបយើងនេះចតុកោណកែងត្រូវបានបង្កើតឡើងដោយខ្សែបូដោយកាត់ខ្សែបូដែលមានទទឹង5សង់ទីម៉ែត្រទៅជាប្រវែងផ្សេងមិនស្គាល់ប្រវែងបដោយហើយគេសួរផ្ទៃកលាវាហើយគេឲ្យយើងនេះដោយតែបានបង្ហាញរូបចូលសរសេរប្រយោគគណិតវិទ្យាដើម្បីគណនាផ្ទៃក្នុងនៃចតុកោណទាំងនេះមានន័យថាពេលហ្នឹងយើងអត់ស្គាល់បដោយវាប្រែប្រួលអត់ទេបដោយវាប្រែប្រួល អញ្ចឹងមកថានៅក្នុងនេះនៅក្នុងរបស់យើងនេះបើសិនជាមើលនេះបើសិនជានេះបើសិនជាខ្ញុំឲ្យបដោយយើង10សង់ទីម៉ែត្រខ្ញុំបានផ្ទៃវាមួយខ្ញុំបានផ្ទៃអាខ្សែបូនឹងមួយបើសិនជាឲ្យខ្ញុំកាត់បដោយវាកាត់អាខ្សែបូហ្នឹងដែលមានបដោយ15សង់ទីម៉ែត្រខ្ញុំបានផ្ទៃវាមួយដែរលោកគ្រូមិនអញ្ចឹងហ៎បាទអញ្ចឹងបើយើងចេះតែឲ្យទៅយើងនៅរកកណនាផ្ទៃបានអញ្ចឹងអាការដែលយើងកណនាហ្នឹងអាហ្នឹងគេហៅកន្សោមប្រយោគយើងគឺកន្សោមពេជ្រក្រិតជាលេខតែដល់ចុងក្រោយយើងថាអូខ្ញុំចេះឲ្យយើងមិនដល់ពេលណាឈប់ទៅអញ្ចឹងខ្ញុំតាំងអក្សរមួយយកអក្សរមួយមកថា x អញ្ចឹងមកខ្ញុំតំណាងឲ្យបដោយអញ្ចឹងទៅអញ្ចឹងមានន័យថាផ្ទៃខ្សែបូដែលកាត់ហ្នឹងគឺប្រមាណ x លោកគ្រូអ្នកគ្រូ 5x លោកគ្រូ 5x នេះអញ្ចឹងយើងបង្កើតបានកន្សោមពេជ្រក្រិតមួយតើកំណត់គេលោកគ្រូអ្នកគ្រូតនគ្រូ បាទឧទាហរណ៍មួយទៀតឧទាហរណ៍ថាឥឡូវការ៉េមួយគាត់ថាឥឡូវគាត់ឲ្យសរសេរកន្សោមឬមួយក៏ល្បះលេខនៃបរិមាត្ររបស់ការ៉េបរិមាត្រការ៉េស្មើនឹងជ្រុងគុណប៉ុន្មានលោកគ្រូអ្នកគ្រូ ជ្រុងគុណ4 ជ្រុងគុណ4តែគេអត់មានប្រាប់ប្រវែងជ្រុងមកឲ្យមិនអញ្ចឹងឲ្យលោកគ្រូអ្នកគ្រូ បាទ អញ្ចឹងមានបរិមាត្រវាប្រែប្រួលតាមប្រវែងជ្រុងហ្នឹងមិនអញ្ចឹង បាទ អញ្ចឹងបើយើងយកបើឲ្យជ្រុងវាស្មើនឹង1សង់ទីម៉ែត្រខ្ញុំបង្កើតបានការ៉េបរិមាត្រការ៉េវាគឺ4សង់ទីម៉ែត្រ2 8អីចឹងទៅអ
ចឹងបើខ្ញុំយកថា x ជាជ្រុង បើជាជ្រុងនៃការ៉េចឹងខ្ញុំបានបរិមាត្រវាគឺ4នេះគេ 4x អញ្ចឹងបង្កើតបានជារបស់ហ្នឹងជារបស់លេខឬមួយគេហៅថាអាហ្នឹងជាកន្សោមពេជ្រពេជ្រគណិតតោះនេះលោកគ្រូនេះគ្រូតន់ហ៎ លោកគ្រូ បាទអញ្ចឹងខ្ញុំដូចជាមិនចាំបាច់ច្រើនទេអានេះមួយទៀតលោកគ្រូនេះតកតងជាមួយនឹងបរិមាត្រនៃរង្វង់បរិមាត្ររង្វង់តកតងនឹងកប់ចិត្តមានរូបមន្តមិនលោកគ្រូនេះគ្រូ ផៃដេ បាទបរិមាត្ររង្វង់គឺបាទបាទគឺផាយដេស្អីគេដេហ្នឹង កត់ចិត្ត បាទដេជាកត់ចិត្តលេខជាកត់ចិត្តចឹងបើសិនជាលោកគ្រូនេះគ្រូមើលទៅថាតើបរិមាត្ររង្វង់យើងប្រែប្រួលតាមអីអញ្ចឹង តែព្រួលតាមកត់ចិត្ត ប្រែប្រួលតាមកត់ចិត្តអញ្ចឹងបើសិនជាខ្ញុំឲ្យកត់ចិត្តស្មើទៅសង់ទីម៉ែត្រមកសង់ទីម៉ែត្រខ្ញុំអាចរកបរិមាត្រវាបានតម្លៃផ្សេងគ្នាអាហ្នឹងគេហៅថារបស់ជាលេខតោះនេះលោកគ្រូនេះគ្រូ តន់លោកគ្រូ ចិត្តដល់កសោមពេជ្រក្រិតយើងមិនណាកសោមពេជ្រក្រិតយើង ផៃគុណយើងសាច់លើយើងតាំងលោកគ្រូ បាទផាយអូម៉ារ៉ាក្នុងនេះខ្ញុំយកផាយដេចុះមិនអញ្ចឹងហ៎ បាទ ព្រោះយើងបាននិយាយថាដេហ្នឹងគឺជាអថេពីព្រោះយើងអត់តន់ស្គាល់តម្លៃវាពិតប្រាកដមិនអញ្ចឹងដល់យើងឲ្យទៅយើងស្គាល់ហ่ะ បាទ តោះនេះលោកគ្រូនេះគ្រូមកយើងលឿនបន្តិចទេអត់អីទេ គ្រូអត់អីលោកគ្រូ បាទតិចព្រោះពេកលេងសរសេរលេងឆ្លងឆ្លើយមួយគ្នាអើ តែយើងមិនមកឆ្លងឆ្លើយផងកុំឲ្យខ្ញុំម្នាក់ឯងភ័យទៀតនិយាយអត់មានអ្នកឆ្លងឆ្លើយតែម្នាក់ឯងចឹងខ្ញុំដូចជាមិនចាំបាច់នេះអីទេខ្ញុំនេះគំនិតគឺតែប៉ុណ្្នឹងទេឥឡូវយល់របស់លេខឯកសោមពេជ្រកិនដែរលោកគ្រូអ្នកគ្រូ យល់ហើយ បាទអារបស់លេខមានន័យថាយើងគ្រាន់ឲ្យតម្លៃវាសាឲ្យតម្លៃអានេះអ្វីដែលប្រែប្រួលហ្នឹងយើងមិនបានបាទហើយដល់កសោមពេជ្រក្រិតយើងតាំងអថេមកឥឡូវអានេះមួយនេះអានេះមួយលោកគ្រូអ្នកគ្រូអានបន្តិចនេះការអនុវត្តលើប្រមាណវិធីការកណនាតាមលំនាំគំរូពីរ៉ាមីតបំពេញចំនួនគេណែនាំយើងថាពិតអានេះមិនក្បួនទេណែនាំគេណែនាំយើងថាម៉េចលោកគ្រូអ្នកគ្រូមើលបន្តិចចុះគេថាម៉េចចូលបូកពីចំនួនដែលនៅជាប់គ្នាឲ្យតែចំនួននៅជាប់គ្នាយើងបូកគ្នាមករួចសរសេរចម្លើយនៅក្នុងប្រអប់ខាងលើនេះដល់នេះអញ្ចឹងចំនួននេះគេសរសេរនៅអានេះរៀងវាជាពីរ៉ាមីតលោកគ្រូអ្នកគ្រូហ៎ បាទ ហើយចំនួនអញ្ចឹងយើងសរសេរនៅអាមុខវានៅអាក្រោមផុតនេះអាមុខនៅក្រោមផុតហ្នឹងណាបាទហ្នឹងណា បាទ មានលេខ2មានលេខ3លេខ4នៅតាមការណែនាំគេថាម៉េចបូកពីចំនួនជាប់គ្នាហើយឃើញលទ្ធផលសរសេរនៅអាប្រអប់ខាងលើនេះតោះណា តន់ អញ្ចឹងដូចអានេះអញ្ចឹង2បូក3ប៉ុន្មានលោកគ្រូ 5 អញ្ចឹង5យកដាក់កន្លែងនេះហើយដល់នេះ3បូកប៉ុន្មាន7យកដាក់កន្លែងនេះអានេះមិនដាក់ដល់នេះមិនអញ្ចឹងហ៎ បាទ ហើយអា2នឹងបូកគ្នាទៀតយកដាក់ដល់លើផុតនេះ បាទ តោះណា តន់ នឹងកំណត់គេឥឡូវលោកគ្រូសាកនេះបន្តិចហើយចម្លើយឲ្យខ្ញុំបន្តិចមើលតើចម្លើយវាមានអីខ្លះអានេះលោកគ្រូអាចយកទៅបរៀនក្មេងៗបានហើយតើតួងប្រមាណវិធីបូកនោះប្រមាណវិធីដកនោះតែធ្វើឲ្យជួនកាលឲ្យបង្កើនកំណត់របស់គាត់ដែរណា
យើងតោះសម្រាប់ឯងបានចិត្តមកហើយអត់ចិត្តអត់ចិត្តឈឺអីមិនដែរឈឺលោកគ្រូអ្នកគ្រូអាចរកបានទេតោះ បានលោកគ្រូ អូខេមើលឥឡូវខ្ញុំសួរបន្តិចពេលតែឃើញរូបអញ្ចឹងពេលតែឃើញអានេះអញ្ចឹងរៀងខ្លែងបន្តិចទេលោកគ្រូអ្នកគ្រូមើលអាហ្នឹងទៅ ចាប់អារម្មណ៍លោកគ្រូ បាទអញ្ចឹងអាហ្នឹងជាកំណត់មួយដែលខ្ញុំប្រាប់អញ្ចឹងឲ្យយើងយកទៅបរៀនសិស្សទៅធ្វើឲ្យសិស្សចង់រៀនជាមួយយើងចង់ថាអូលោកគ្រូមានលបាយអីទៀតទេប៉ុន្តែលបាយហ្នឹងបើសមស្របនឹងប្រហែលនាទីដែលយើងត្រូវបរៀនណាលោកគ្រូអ្នកគ្រូ បានលោកគ្រូ បាទហើយអាហ្នឹងបើអ្នកដែលយើងនេះទៅបដោគំនិតលោកគ្រូអាហ្នឹងនៅយើងឃើញនៅតិចណូនអីដូចជាគេមានថាអី logic អញ្ចឹងហើយលោកគ្រូអ្នកគ្រូហ៎ ខែតាក់កាលោកគ្រូ បាទតាកៈណាដូចជាឃើញមានអញ្ចឹងអញ្ចឹងដែរមិនអញ្ចឹងឯងពេលខ្លះ បាន បាទឆានេះវាជាគំនិតមួយដែរនិយាយរួមទៅនោះ ប្រឡងក៏ស្តៀងហ្នឹងដែរលោកគ្រូសบายស៊ីណាអាហ្នឹងនោះ ហ្នឹងអញ្ចឹងអានេះគេមើលគេដាក់តាំងស្រុកគេដាក់តាំងបឋមអាហ្នឹងសភៅឯកសាររបស់ជប៉ុនឯកសារគណិតវិទ្យាជប៉ុនយកទៅបរៀនហ្នឹងសម្បូរណាស់តែខ្ញុំនិយាយខាងដើមមិញហ្នឹងណាគេមានសម្បូរគំនិតណានិយាយមួយម៉ាត់ទៅនោះគេសម្បូរយើងអត់នេះណាវាខុសគ្នាកន្លែងការងារគេដែលខ្ញុំទៅឃើញហ្នឹងគឺបើលោកគ្រូម្នាក់អញ្ចឹងទៅដឹងបន្ទប់តែមួយដាច់តម្លៃបន្ទប់ហ្នឹងមានម៉ាស៊ីនត្រជាក់មានម៉ាស៊ីនកម្ដៅមានទឹកក្តៅទឹកត្រជាក់មានកាហ្វេមានអីអូមកស្អាតហ្មងណាអញ្ចឹងលោកគ្រូអ្នកគ្រូរូបទី1ទី2អត់អីទេលោកគ្រូអ្នកគ្រូណា បាន ចារូបទី3 រូបទី3ក៏ដូចអត់អីលោកគ្រូបើប្រាប់មក អីលោកគ្រូ បាទអញ្ចឹងរូបទី3តើតើនឹងប្រមាណវិធីបូកនិងប្រមាណវិធីដកមិនអញ្ចឹងហ៎ បាទលោកគ្រូ អានេះបើសិនយើងគិតទៅបើយើងគិតអានេះអានេះគេប្រាប់លេខជាប់លេខមកបូកដាក់5នេះប៉ាច់ប៉ុន្តែអានេះដោយសារគេអត់ប្រាប់ប៉ុន្តែគេប្រាប់ថាអានេះជាលទ្ធផលបានមកពីអានេះបូកគ្នាមិនអញ្ចឹងហ៎ បាទ ចាលោកគ្រូ អញ្ចឹងអានេះគាត់ឲ្យតេតងពេញទៀតហ្នឹងជួបប្រហែលទេអូខេអញ្ចឹងប្រហែលជាអត់អីលោកគ្រូអ្នកគ្រូណាឥឡូវមើលសកម្មភាពទី6ការកណនាតាមលំនាំគំរូពីនិមិត្តបំពេញចំនួនគេមានជាចាំថ្មដូចខាងក្រោមចូលបំពេញលេខ1លេខ2លេខ3ដើម្បីឲ្យប្រអប់លើវាជាចំនួនធំបំផុតលោកគ្រូខ្ញុំអញ្ចឹងខ្ញុំណែនាំបន្តិចទៅមើល slide ទៅរឿងស្គងច្រើនណាស់ខ្ញុំណែនាំគំនិតគេខ្ញុំណែនាំគំនិតខ្ញុំណែនាំគំនិតគេបន្តិចលោកគ្រូនេះលោកគ្រូនេះខ្ញុំណែនាំគំនិតគេគេមានផ្ទាំងថ្មដូចខាងនេះនេះផ្ទាំងថ្មនេះប្រហែលផ្ទាំងថ្មលោកគ្រូ5 66មាន6លោកគ្រូ នេះគេមានជញ្ជាំងថ្មដូចខាងក្រោមចូលបំពេញលេខ1លេខ2ដើម្បីឲ្យប្រអប់ខាងនេះអាលេខ1លេខ2នេះគេឲ្យយើងបំពេញណាអាឡែងជួបបាត ជួរក្រោមណាបាតនេះតោះណាគឺមានន័យថាបំពេញបាតហ្នឹងគឺប្រើតែលេខ1ហើយលេខ2ហើយលេខ3ទេតោះណា បាទ ចឹងគ្រូថាហេតុអីបានជាយើងមាន6ផ្ទាំងថ្ម6ផ្ទាំងអញ្ចឹងថ្មនឹងហេតុអី ហើយសារទៅសេបាន6លីខ្ទង់6លេខ3ហ្នឹង បាទបើសិនគិតថាលើគឺ3 factorial អញ្ចឹងហ៎គឺចំណាស់ហើយណា ចា ហើយយើងហើយគេសួរថាតើជញ្ជាំងណាមួយដែលឬក៏ករណីណាមួយដែលផលបូកលេខទៅនេះណាលទ្ធផលណានៅលើគេនឹងបានធំជាងគេជាចំនួនធំជាងគេតើលោកគ្រូសាកគិតតិចមើលslide ចុងក្រោយគួរសមមែនលោកគ្រូដូចមានរឿងច្រើនដែរណាលោកគ្រូ
ខ្ញុំមានឲ្យផូនីមេតដែលខ្ញុំសរសេរក្រៅឲ្យហ៎លោកគ្រូអា slide សប្តាហ៍មុន អត់មកលោកគ្រូ មិន នៅ ផូនីមេត តែមកគ្រូតែ file ឲ្យនៅមិនតន់ដាក់ file មិន អាទិត្យមុនអត់តន់ទេលោកគ្រូអត់តន់ទេ អញ្ចឹងខ្ញុំដាក់ទៅក្រុមណាអញ្ចឹងតើលោកគ្រូនៅគូតើយើងគិតថាបន្តិចមកហើយយើងណាករណីណាដែលអាលេខនៅលើបំផុតនឹងជាចំនួនធំជាងគេបងអស់ 231នៅពីក្រោមលោកគ្រូ លោកគ្រូមាន2មាន132ហើយនឹង231លោកគ្រូ លោកគ្រូខ្ញុំរត់អត់ឃើញលោកគ្រូឃើញដដែល បាទ ខ្ញុំរត់អត់ឃើញលោកគ្រូឃើញលេខដដែលណាឃើញលេខជាន់គ្នាមិន ហើយលេខជាន់នេះ អ មិន ត់ឃើញលោកគ្រូ ឃើញហ៎ ឃើញលោកគ្រូ អូខេ ហ្នឹងហើយចាំលាក់ឲ្យហើយជំរាបនេះជាបងប្អូនហើយអ្នកនរគ្នាតើករណីណាដែលបានលេខខាងលើផុតធំជាងគេ 231ហើយនឹង132លោកគ្រូ 231និង132
Cho nên xây tiết ឃើញចឹងដូចគ្នាលោកគ្រូ ដូចគ្នាលោកគ្រូដូចគ្នា là cô được cú xây tiết ai biết là cô được cú na đài mình vô bây bản nhát bà kê năng ấy ខ្ញុំមកធ្វើយល់លោកគ្រូ បាទ ធ្វើយល់ឲ្យសារខ្ញុំចូលមកអត់ស្ដាប់លោកគ្រូសូវទាន់ខ្ញុំមកយឺត ចឹងជាអ្នកគ្រូអត់យល់អានេះអ្នកគ្រូនេះគេណែនាំយើងតាំងពីអានេះគេថានេះបូកចំនួនបូកពីចំនួននៅជាប់គ្នារួចសេចម្លើយនៅក្នុងប្លុកឬប្រអប់ខាងលើនេះអាលេខនេះមានន័យថាមានលេខ2លេខ3លេខ4អញ្ចឹងបើចង់ដឹងថានេះអាផ្ទាំងលើនេះប្រអប់លើប្រហែលគេឲ្យយកអាលេខក្រោមហ្នឹងបូកអាលេខជាប់នេះក្រោមបូកគ្នាមក2បូក3ឃើញ5យកទៅដាក់យកលទ្ធផលវាយកទៅដាក់លើ3បូក4ឃើញ7យកដាក់លើរួចយកនេះអាលទ្ធផលវិញ5បូក7ឃើញប៉ុន្មានទៀតអ្នកគ្រូ 5បូក7ឃើញ12លោកគ្រូ 12យកដាក់នៅលើផុតនេះមកតោះណា ចាតើ អូខេហើយដល់របស់យើងនេះនេះយើងមានថាអញ្ចាំងថ្មយើងនេះទាំងអស់6អញ្ចឹងហើយគេឲ្យយើងនេះដាក់លេខយើងប្រើតែលេខ1លេខ2លេខ3នៅនេះជួរខាងក្រោមផុតនេះទេហើយតាមលំនាំវាវិញលេខដែលនៅជាប់គ្នាបូកគ្នាមកហើយយកលទ្ធផលវាដាក់នៅលើប្រអប់បន្ទាប់ហ្នឹងលើបន្ទាប់ណា ចាលោកគ្រូ ហើយបូកអានេះបូកទៀតបាទលើបន្ទាប់នេះហើយគេសួរថាតើករណីណាមួយដែលលេខលទ្ធផលខាងលើបំផុតចុងក្រោយបំផុតបើយើងនិយាយរួមមកបានធំជាងគេចំនួនមួយដែលធំជាងគេ ចា យល់ហើយ ចាលោកគ្រូចា đó nên là khẽ tí lực của mình nhá nên được bo lấy tiền đấy ចាលោកគ្រូខ្ញុំជំនួសលេខទៅវាឃើញតែលេខដូចគ្នាលោកគ្រូ lấy đôi xe hả anh ចាលោកគ្រូអាគួរទី1នេះខ្ញុំជំនួសលេខ1 2 3តោះមកខ្ញុំបូកតាមលោកគ្រូណែនាំមិញវាឃើញឃើញ3ហើយនឹង5គឺយើងបូកចូលគ្នាទៅមិនលើអាលើគេបាន8លោកគ្រូ បាទចានេះវិញ ចាក្រុមនេះខ្ញុំជំនួសលេខ2 3 1ហើយលើបាទចាតោះមកខ្ញុំគិតថា2បូក3វា5ចា3បូក1 4យើងបូកចូលគ្នាបាន9តែលើ9គ្រូ បាទបាទបាទ ហ
ថាដុំទី3បន្ទាប់យើងមិនពេញលេខនឹងដែរឬក៏យកលេខផ្សេងលោកគ្រូ លេខតែ3លេខហ្នឹងប៉ុន្តែធ្វើមិនឆ្លាស់ឲ្យគ្រប់3លេខហ្នឹងទៅ អូក៏យកលេខឆ្លាស់ទៀតណាលោកគ្រូ ចុះនៅក្រោមហ្នឹងគឺប្រើតែ3លេខហ្នឹងប្រើអស់លទ្ធភាព3លេខហ្នឹងមកប្រើចំនួនផ្សេងគ្នាមកតោះណា ចាចា ប្រហែលថាចេះអ្នកគ្រូថា1 2 3 ចា អានេះអ្នកគ្រូឲ្យដាក់1 3 2តោះណា អូចាត យើងចង់និយាយថាយើងបើយើងគិតយ៉ាងងាយយើងប្រើថាឥឡូវខ្ញុំយកអានេះក្បាលលេខ1វិញហើយយើងតើមានករណីក្បាលលេខ2មានប្រហែលករណីក្បាលលេខ3មានប្រហែលករណីយើងមកតោះណា ចាលោកគ្រូចាខ្ញុំយកលេខដូចគ្នាទាំងអស់ចឹងមិនហូរអត់ឃើញ ចាយកលេខលោកគ្រូ អរលោកគ្រូណាឃើញចម្លើយមកទៀតមានឃើញចម្លើយមកទៀតទេ អត់ឃើញចម្លើយខុសនឹងផងលោកគ្រូដូចនឹងដែរបើសិនណាករណីលេខ1នៅកណ្ដាលឃើញ7លោកគ្រូតែបើសិនណាករណីលេខ2នៅកណ្ដាលឃើញ8ករណីលេខ3នៅកណ្ដាលឃើញ9លោកគ្រូ ឥឡូវសួរថាករណីណាដែលគេចង់សួរថាករណីណាដែលបានចំនួនលើខាងលើគេផុតហ្នឹងខាងលើផុតហ្នឹងធំជាងគេករណីណា ករណីលេខ3នៅកណ្ដាលលោកគ្រូមាន132ហើយនឹង231លោកគ្រូ បាទអញ្ចឹងករណីដែលមានលេខ3នៅកណ្ដាលមិនអញ្ចឹងហ៎ ចាលោកគ្រូចា អានផ្សេងទៀតមានករណីផ្សេងទេ ដូចគ្នាលោកគ្រូ ដូចគ្នាឥឡូវចំពោះករណី1 2 3នេះលោកគ្រូគេបំពេញឲ្យយើងមើលដូចគ្នាអត់ទេ ដូចណាស់លោកគ្រូ យ៉ាឥឡូវយើងឃើញថានេះអាលើអាថប់ធំជាងគេនេះអាថប់ធំជាងគេគឺករណីដែលបើយើងមិនបាច់ទៅទីចំនួនក្រោមទេករណីលេខ3នៅកណ្ដាលនេះណា បាទ អូខេឥឡូវមើលតទៀតចុះបើករណីដែលលេខអីគេលេខ4ករណីដែលលេខក្រោម4 5 8វិញ4 5 8យើងឃើញថាទាំងអស់មានលេខ8នេះយើងឃើញថាវាមាន6ផ្ទាំងដែរព្រោះយើងឆ្លាស់បាន6មិនអញ្ចឹងហ៎ បាទ ហើយយើងស្មាក់យើងឃើញថានេះគេកែយើងនេះលេខណាករណីណាដែលមានដែលលទ្ធផលចុងក្រោយធំជាងគេជាចំនួនធំជាងគេលេខ8នៅកណ្ដាល 8នៅកណ្ដាលលោកគ្រូ លេខ8នៅកណ្ដាលកែនេះគ្រប់ដំណាំគំរូនេះចុះក្នុងករណីនេះវិញលោកគ្រូ9នៅកណ្ដាល 9នៅកណ្ដាលលោកគ្រូ ទាយហ៎បាទ ទាយលោកគ្រូ អូខេឥឡូវលោកគ្រូគិតថានេះបើសិនយើងយករៀនសិស្សយើងមិនដែរ យើងប្រាប់បញ្ញត្តិគាត់លោកគ្រូ ទីមួយបាទសំខាន់គឺបញ្ញត្តិតែយកកាលណាបញ្ញត្តិអត់ច្បាស់ហើយគឺពិបាកហើយបាទហើយយើងសួរគាត់វិញអញ្ចឹងអានេះតើតើនៅប្រហែលជាដែរលោកគ្រូបោកប្រហែលទីបោកហើយប្រហែលទីបោកដូចជាមានណាបាទដូចជាមានណាអញ្ចឹងអានេះជាកលឹះមួយដែរជាវិធីមួយអញ្ចឹងគ្រប់ករណីទាំងអស់គ្រប់ករណីទាំងអស់តែមាន3ចំនួនផ្សេងគ្នាយើងឃើញថាចំនួនដែលបានលទ្ធផលចុងក្រោយធំគេគឺអាកដាលយ៉ាងម៉េចអាកដាលធំជាងគេឥឡូវបើសិនជាខ្ញុំចង់សួរហេតុផលវិញតើលោកគ្រូអាចគិតហេតុផលឃើញហេតុអីបានជាអាកដាលធំជាងគេ3ចំនួននោះផ្សេងគ្នាមិនអញ្ចឹងទេហើយអាកដាលធំជាងគេស្រាប់បានលទ្ធផលចុងក្រោយធំជាងគេដែរដោយសារលេខកណ្ដាលហ្នឹងយកបូកបញ្ចូលគ្នា2ដងលោកគ្រូបាទវាបូកឲ្យលេខសងខាង và lấy ô mà ra chấm tàn B C để cho đăng chia chấm luôn này kì chị bay chấm luôn mà chấm tô chuyện kì ấy tô chiến C chén tam bản nhát ở ban mình ní lục này cũng đăng hỏi thá anh ấy bột cái ban mà anh ấy bột cái A bột kia đi A bột B B
ấy da bộ bề đó đấy 3 បុកសេល mấy bộ xề giờ trong cào dùng mày trong cào giờ nó bông hết tiết bên này បាទ ចា bên លោក này គ្រូ អាបូកពីបេ បុក bộ ពី3 làm ពី pi bề បុកសេល bộ xề có đây là cụ này cụ ai dân khơi thà bảo sân chị cả đá đi đời sắp pi bế về thông thì kia bằng o mẹ này បាទ chính là khang ní để thử ta bảo sân chị pi bế về thông thì pi bế ở sầm tô ở đây ở xây thông thì kia mình chắc này ở bế ấy dụng bế thông thì kia xây được ra này tức là xa này làพอเลยไอ้bề đó chỉ luôn thông kia để bị bề chẳng hay bần đa là trong gọi thông kia cả nói là cô nó cũng បាទ này như mấy sắc xa lên mặc tung nơi ở ọp chua càng cao mà này pi tung phải lô sơ còn đấy mà dừng rơi bay chầm luôn máu dây theo máu chứng này là khi bị vô lên và sân mà đạn lệ thông một phật nơi cả đá lệ này càng cao nu về thư áo lệ càng lơ thông một phật đôi mình chăm bách cái này cục lùm non chẳng có hề số mình vô mua là hát đầy prai ca tang chia sò này là cụ này là kia chứ trong lý bây giờ mấy là cụ này cụ បេធំជាងគេ đây thông những cái ai lấy cái vô là bục B B bục C A bục B bục C lấy cái đó cứ chỉ lấy để ai mình thấy bị đòn đối chứ lấy thông những cái nâng phơi ở đây hàng lấy thông những cái đài chứ đòi xa những việc bị đòn lấy thông những cái nên là bị đòn lấy thông những cái chứ nó mà phò bụng nó coi chừng mấy ក៏ធំដែរ nó bị thông những cái đài lấy dù là hai này chỉ mua là hai này cái thế là bài như thế là cụ này cụ tục an tới cái cả đá tu tia cho Việt Nam prapi sầm nàng អូមីគឺជី ô mi cụ chị cho sơ xe buôn chấm nún đại nè bình chất là nông đồng ắt khẳng cao cây bồng phật vui bố pi chấm nún bằng mình to nâng sơ xe chấm lái được nông đồng ắt nơi khẳng lơ và sân ba chấm nún được nông đồng ắt khẳng lơ bằng cây bậc ở khẳng lơ cây bằng hoa cư chìa chấm nún này chạy đạt 7 cứ miền này tha sầm nàng là o sân bà chạy đạt 3 giây sầm nọ muối đi sầm nàng là o phát đến thầm sầm nàng là o chạy đạt 3 sầm nọ pi sầm nàng cọ đi ê mà ra mà cái đấy là cũ này đó là cũ này cũ mấy tu tê à đấy ចំណងលេងតាលោកគ្រូបើខ្លាចតែលេងហើយគិតខ្លួនឯងផ្លូវអាក្រក់ធ្វើអីអត់កើតបើចេញអាល្អអាហ្នឹងញញឹមធ្វើការកើតតែចេញអាចុងក្រោយគេច្បាស់ជាអង្គុយធ្វើមុខជូរដូចស្ពៃហ្នឹង dừng cái đó bắt còn một cái mà giam đây còn mất kì ồ nó sạp đá mà đây hổ móc buồn nào đi ba chứ mà tệ tệ nhưng phần khai nó cứ tệ nơi thằng cáo bên là cụ bài chị ai bên là thằng tí của muối tệ là cụ bên cụ nó thọp yến là tí của muối ấy អត់ដែរលោកគ្រូប៉ុន្តែថ្នាក់ទី2ដែលមានលោកគ្រូសេត thằng tí mà tí buôn đấy ទី2ក៏មានដែរលោកគ្រូ tí pì bên này cái gì bị ấy cái tí pì nắng សេតនៅទី2ដូចជា
មេរៀនទៅចាក់តងទៅនឹង ដូចជាសัตว์ជាអី ចារបៀបថាដូចចំនួនសត្វហ្នឹងនៅកន្លោមហ្នឹងមានប្រមាណអានិយាយភាគច្រើនហុកដំណើរទៅបែបតារាជាក្រាបរូបភាពលោកគ្រូប្រើចូលជាមួយនឹងសត្វ សួស្តីលោកគ្រូចាហ្នឹងក៏គ្រាន់តែក្រាបជារូបភាពនៃអាយវាមិនជាណាស់ណាលោកគ្រូហ៎អូខេលោកគ្រូធ្លាប់អដែងឮពាក្យថាតម្លៃមធ្យមឯលោកគ្រូអបលោកគ្រូ លោកលោកគ្រូ អាហ្នឹងគេចង់ បន្ទុកសិស្សលោកគ្រូ បាទហ្នឹងគេចង់និយាយពីស្អីនឹងតម្លៃមធ្យមនេះ មានន័យថាដូចជាអត់មានសិស្សណាស្មើសិស្សណាគិតថាឧទាហរណ៍ថ្ងៃនេះលក់បានពលីស្អែកលក់បានពលូអញ្ចឹងរកតម្លៃមធ្យមមានន័យថារវាង2ថ្ងៃហ្នឹងតើលក់បានថេអត់មានឡើងអត់មានចុះលោកគ្រូ ជាទូទៅតម្លៃមធ្យមគឺសំដៅទៅលើតម្លៃជារួមមែនទេបាទតម្លៃជារួមតម្លៃដែលតំណាងឲ្យរបស់ទាំងអស់នៅក្នុងសំណុំហ្នឹងបាទចិត្តឲ្យលើពាក្យមេយ៉ាណែលឺលោកគ្រូ ធ្លាប់លឺលោកគ្រូ ធ្លាប់ដឹងវាមេយ៉ាដូចជាតម្លៃខ្ពស់ជាងគេ បាទបើយើងគិតមេយ៉ានគឺចុះយើងធ្លាប់រៀនធននេះមេយ៉ានជាចំណុចកណ្ដាលលោកគ្រូបាទអញ្ចឹងមេយ៉ានវាជាតំណាងឲ្យទីតាំងកណ្ដាលនៅក្នុងសំណុំទិន្នន័យដែលយើងរៀបជាលំដាប់តាមលំដាប់យកអាកណ្ដាលគេយើងធ្លាប់ដូចពាក្យម៉ូតទេធ្លាប់លោកគ្រូអាហ្នឹងខ្ពស់ជាងគេ អាហ្នឹងសំដៅទៅលើអីម៉ូត អាណាលក់បានខ្ពស់ជាងគេមានច្រើនជាងគេមើលមានអាផ្សេងទៀតម៉ូតមិនម៉ូត ម៉ូតហ្នឹងសំដៅទៅលើទិន្នន័យដែលមានច្រើនដងលោកគ្រូ អូខេម៉ូតនេះគឺសំដៅទៅលើទិន្នន័យណាដែលកើតឡើងច្រើនដងជាងគេវាជាតម្លៃទិន្នន័យដែលកើតឡើងច្រើនដងជាងគេហើយម៉ូតហ្នឹងគឺគេប្រើនៅលើទីផ្សារមករាំងគេចូលចិត្តអាវម៉ូតនេះចាអាហ្នឹងខ្លាយទៅជាអាវម៉ូតចឹងណាបងទេបងឥឡូវខ្ញុំសាកសួរអ្នកនរគ្នារឿងមួយឧទាហរណ៍ថាអ្នកនរគ្នាត្រូវដើរឆ្លងបឹងមួយហើយអត់មានទូកមានអីត្រូវទៅឆ្លងដោយជើងទៅទេហើយស្រាប់គេអ្នកស្រុកក្បែរអ្នកភូមិក្បែរហ្នឹងគេផ្ដល់ជាព័ត៌មានថាបឹងហ្នឹងមានជម្រៅជាមធ្យម2ម៉ែត្រតើសម្រាប់យើងវិញយើងសម្រាប់ចិត្តថាឆ្លងបឹងហ្នឹងឬក៏មិនឆ្លង លោកគ្រូបើចេះហៅទឹកឆ្លងលោកគ្រូ ឥឡូវបើចេះហៅទឹកឆ្លង ខ្ញុំសម្រាប់ថាឆ្លងលោកគ្រូដោយសារជាមធ្យម2ម៉ែត្រវាអាចថ្ងៃខ្លះ1ម៉ែត្រជាងវាអាចថ្ងៃខ្លះ2ម៉ែត្រអញ្ចឹងវាអត់វាឬក៏វាលើស2ម៉ែត្រអីចឹងទៅអញ្ចឹងខ្ញុំគិតថាឆ្លង ដោយសារបើខ្ញុំគិតវិញដោយសារជំរឿវាមានកន្លែងខ្លះរាក់និងកន្លែងខ្លះជ្រៅលោកគ្រូអញ្ចឹងបើកន្លែងខ្លះរាក់វាអាចអត់លិចទេតែបើកន្លែងជ្រៅ
យើងចុះទៅលិចចឹងលោកគ្រូកន្លែងខ្លះអាចឈានដល់3ម៉ែត្រ4ម៉ែត្រចឹងលោកគ្រូ ខ្ញុំអត់ឆ្លងវិញលោកគ្រូខ្ញុំខ្លាចងាប់ព្រោះលើហ្នឹងខ្ញុំគិតច្រឡំមិញ អញ្ចេះអាតម្លៃជាមធ្យមក៏តំណាងជារួមមួយឯងឥឡូវខ្ញុំឧទាហរណ៍មួយទៀតដើម្បីបញ្យល់ឧទាហរណ៍ហ្នឹងឧទាហរណ៍នៅកន្លែងការងារយើងធ្វើការប្រាក់ខែមកដល់5នាក់បានប្រាក់ខែបដំម្សងនេះ500ជាងទាំងអស់គ្នាដល់អ្នកអនាម័យគាត់ធ្វើការបាន150ហើយដល់សួរដល់កន្លែងធ្វើការទាំងអស់គឺទាំងអស់គ្នាគឺ6នាក់ហើយដល់សួរដល់ប្រាក់ខែជាមធ្យមប្រហែលសួរថាអ្នកអនាម័យយ៉ាងម៉េចដែរ អ្នកអនាម័យកើន បាទ អ្នកអនាម័យកើនប៉ុន្តែប្រាក់ខែគាត់ជាក់ស្ដែងបានតែ100ជាង អញ្ចឹងទៅប្រាប់គេថាកន្លែងខ្ញុំមានប្រាក់ខែ500ជាងអញ្ចឹងអ្នកអនាម័យយំបាត់ហ្នឹង បាទ តោះនេះយល់ពីកំណត់ខ្ញុំហ៎អញ្ចឹងបើសិនជាអ្នកឯងប្រាប់ព័ត៌មានថាមធ្យមប៉ុណ្ណឹងគឺព័ត៌មានហ្នឹងអត់តន់គ្រប់គ្រាន់ទេមិនអញ្ចឹងណាព្រោះតម្លៃមធ្យមជាតម្លៃមួយដែលធំជាងគេបង្អស់ក្នុងចំណោមតម្លៃទៅតូចជាងគេហើយដែលតូចជាងគេបង្អស់ក្នុងចំណោមតម្លៃដែលធំជាងគេមធ្យមទៅស្ថិតនៅចន្លោះហ្នឹងអត់អាចក្រៅដែននឹងបានទេមធ្យមព្រោះតែទិន្នន័យដែលតូចជាងគេ1ទិន្នន័យដែលធំជាងគេ10ដល់តម្លៃមធ្យមនោះស្រាប់តែឃើញ13ឃើញ14ខុសបាត់ហើយមិនអញ្ចឹងហ៎ បាទ កន្លែងហ្នឹងអញ្ចឹងអានេះខ្ញុំគិតថាអ្នកនរគ្នាអាចនេះក្រាបអីគេហ្នឹងអាហ្នឹងណាលោកគ្រូអ្នកគ្រូ អាហ្នឹងថ្នាក់ទី2 ទី2អញ្ចឹងអស់នេះខ្ញុំគិតថាលោកគ្រូអ្នកគ្រូអាចមើលខ្លួនឯងបានអូខេអញ្ចឹងខ្ញុំរៀងហត់ដែរមកបំពេញទៅមកអញ្ចឹងប្រហែលជាខ្ញុំសុំប៉ុណ្ណឹងណាលោកគ្រូអ្នកគ្រូ បាទលោកគ្រូ បាទបាទលោកគ្រូបាទ ចាលោកគ្រូ បាទតែប៉ុន្តែត្រូវអត់នេះតែដោយសារសប្បាយចុងក្រោយហ្នឹងហើយសុខសប្បាយទាំងអស់គ្នាមានពេលយើងជួបគ្នាម្ដងណា បាទ ចាលោកគ្រូអរគុណច្រើនលោកគ្រូ បាទ